នេះទឹកត្រីនេះគឺខ្ញុំប្រើអស់ចង់អស់ឲ្យបងប្អូននេះទឹកត្រីបែបថៃបងប្អូនហ្នឹងហើយអញ្ចឹងទឹកត្រីហ្នឹងមានអត្ថប្រយោជន៍ដូចជាចឹងថងធ្វើជាមួយនឹងទឹកត្រីផ្អែមក៏បានបងប្អូនញ៉ាំជាមួយនឹងអីគេកទួតហ្នឹងហើយយើងដាក់ធ្វើទឹកត្រីផ្អែមយើងដាក់ជាមួយនឹងត្រឡដាក់ជាមួយធ្វើទឹកត្រីចាំជាមួយពងទាអូនិយាយថាមានអត្ថប្រយោជន៍ច្រើនណាស់គាត់តែមានមកដកក្នុងផ្ទះហ្នឹងអូនិយាយមែនធានាថាតិចមកដល់ហ្នឹងគឺញ៉ាំបានមួយខែបងប្អូនហ្នឹងហើយឥឡូវយើងចាប់ដើម review ជាមួយនឹងទឹកប៉េងប៉ោះវិញម្ដងទឹកប៉េងប៉ោះនេះគឺយើងទិញមកដបនិយាយនោះយើងប្រើបានកន្លះហើយបងប្អូនហ្នឹងហើយសម្រាប់ទឹកប៉េងប៉ោះនេះគឺយើងប្រើប្រាស់ជាមួយនឹងការញ៉ាំជាមួយនឹងបាឡុងបារាំងបងប្អូនហ្នឹងហើយញ៉ាំជាមួយនឹងបាឡុងបារាំងហើយអ្វីដែលសំខាន់យើងអាចធ្វើទុបឬក៏អាចធ្វើជាមួយនឹងមីហឺបានដែរបងប្អូនខ្ញុំមិនថាធ្វើមីហឺខ្ញុំដាក់ទឹកប៉េងប៉ោះដើម្បីជំនួយជាមួយនឹងការសម្រាប់ខូចខ្មែរអញ្ចឹងណាឥឡូវយើងចាប់ដើមចូលប្រម៉ូទជាមួយនឹងខេវលីវិញម្ដងបងប្អូនហ្នឹងហើយខេវលីនេះគឺជាផលិតផលដែលសំខាន់មួយដែលអត់បានគួរបងប្អូនដែលគាត់ចូលឆ្នាំនេះចូលឆ្នាំហ្នឹងញ៉ាំដេកអញ្ចឹងណាញ៉ាំហើយផឹកហើយញ៉ាំដេកហើយមានឡាគីឡូមានអត់អញ្ចឹងឥឡូវយើងចាប់ដើមចូលមកធ្វើការធម្មតាវិញហើយអញ្ចឹងបងប្អូនខ្លាចថតនៅណាគ្រាន់តែបងប្អូនមានខេវលីក្នុងដៃមួយកំប៉ុងបងប្អូនទទួលបានការសម្រក់គីឡូដោយសុវត្ថិភាពតែម្ដងអ្វីដែលសំខាន់បងប្អូនក្នុងមួយកំប៉ុងនេះគឺបងប្អូនញ៉ាំបានរយៈពេលមួយតែថ្ងៃបងប្អូនហើយរកចាប់ពី2គីឡូទៅ3គីឡូតាមត្រីរាងកាយបងម្នាក់ៗអញ្ចឹងណាអ្នកខ្លះក៏ស្រកខ្លាញ់អ្នកខ្លះក៏ស្រកបឿនអ្នកខ្លះក៏ស្រកស្រាយអញ្ចឹងទៅបងប្អូនហ្នឹងហើយអ្នកដែលសំខាន់ទៀតបងប្អូនដែលគាត់មានបញ្ហារឹងរងបាតគាត់ពិបាកបោះជើងមួយថ្ងៃពីរថ្ងៃ3 4ថ្ងៃអញ្ចឹងក៏ពិបាកបោះជើងមិនអត់ហ្នឹងហើយគ្រាន់តែញ៉ាំជាមួយនឹងខេបលីមួយចង្រិតទូចទេមុនចូលគេងបងប្អូនទទួលបានការបន្តបងយ៉ាងស្រួលតែម្ដងអញ្ចឹងបងប្អូននៅចាំអីទៀតនៅឲ្យគីឡូធាត់អីទៀតបងប្អូនហ្នឹងហើយពេលយើងស្រកគីឡូអញ្ចឹងធ្វើឲ្យយើងធ្វើការបានរហ័សរហួនអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងអាចមានចង់បានអីអាចខាតចូលពេកទូព័ត៌មានបានបងប្អូនហើយខេបលីនេះឃើញទូទៀតតែញ៉ាំបានតែថ្ងៃអញ្ចឹងណាឥឡូវយើងចាប់ដើមចូលមកមើលជាមួយនឹងកាពិយើងគ្រាន់តែមានកាពិនៅក្នុងផ្ទះតាម1គីឡូនេះបងប្អូនមិនបាច់ទៅទិញបញ្ជូរតាមក្រៅទេគាត់ទៅទិញក្បាយទិញបកាក់ទិញតបាយទិញអីយកមកដាក់ក្នុងផ្ទះអញ្ចឹងណាគាត់ទៅដួសជាមួយនឹងកាពិយើងតាមមួយចានតូចយើងអាចញ៉ាំដោយសេរីញ៉ាំពេលយប់ពេលថ្ងៃពេលល្ងាចពេលម៉ោង3 4ភ្លឺក៏បានដែរហ្នឹងហើយនិយាយទៅកាពិរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់គ្រាន់ធ្វើដាក់តាម